បងប្អូននេះខ្ញុំអុយស្កររន់មួយរន់នេះបងប្អូនខ្លះប្រហែលជាស្គាល់ហើយមួយចំនួននៅតាមសិក្សាជនបទណាមួយទៀតបងប្អូនខ្លះគាត់តែឃើញគាត់ស្គាល់បាត់ហើយតែអ្នកខ្លះប្រហែលជាអត់តាំងស្គាល់ហើយរន់ហើយនៅនេះសបោនៅនេះហើយចាំមើលមួយទៀតនេះបងប្អូននេះព្រៃរត់ហ្នឹងមិនមែនសត្វអីកាចទេណាសត្វអ្នកខ្លះស្គាល់គាត់ដឹងហើយណាសត្វហ្នឹងគេយើងអាចហូបបានហើយនៅហ្នឹងសបោច្រើនហើយទៅច្រើននៅតាមដៃខ្សាច់បើដៃខ្សាច់ថាជាស្រួលកាប់តិចស្រួលយកវាណាតែបើដីនឹងវាប្រចាំថ្មបាក់កាប់យកវានេះមួយទៀតនេះហើយវាដឹងនៅនឹងជ្រៅដែរបាក់យកវាដែរតែបើនៅខ្សាច់ប្រចាំបើសិនជាដីខ្សាច់យើងអាចយកបានអាហ្នឹងយើងអាចយកបានតែបើថាយើងវាហត់កាប់យូរអញ្ចឹងណាហើយបើសិនជាតនេចាំខ្ញុំកាប់ឲ្យបងប្អូនមើលថាវាជាសត្វអីអូខ្លួនធំបើសិនជាបាន 4-5 មកឆាមុំហើយបើបងប្អូនណាស្គាល់ធ្លាប់ស្គាល់រន់ហ្នឹងអាចខមមិនបាន